បាទជំរាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញ YouTube ទាំងអស់គ្នាបាទថ្ងៃនេះថ្ងៃទី1បាទខែមេសាឆ្នាំ2025បាទនេះគឺជាទស្សនវិជ្ជាបាទផ្លែដូងក្នុងចង្ការរបស់ខ្ញុំគេថាអស់ផ្លែបាទផ្លែល្មមហើយផ្លែល្មមកាប់ហើយនៅសល់ដែរក្តឹបវគ្គក្រោយហើយក្តឹបនឹងការវគ្គក្រោយនេះក៏បាទចិត្តដល់ពេលវេលាត្រូវកាប់ដែរហើយបាទខ្ទង់ចន្លោះខែអាចដើមខែ6បាទតែផ្លែធំនេះបាទខ្ទង់បាទខែ5កាប់បានខ្លះហើយតែបើយើងពេញកាប់មែនតើខ្ទង់ខែ6ខែ7សើក្តឹបវគ្គបាទខែ6ចឹងក្នុងរដូវចូលឆ្នាំនេះយើងអត់មានដូងលក់ទេគឺកាប់អស់ហើយនៅសល់តែបាទផ្លែវគ្គសាក្រោយបាទនេះកូនដូងបាទកូនដូងទឿផ្លែធំទឹកផ្អែមដែលខ្ញុំត្រូវតែរៀនបដោះ10គ្រាប់ជាងនៅខូចអស់មួយគ្រាប់តែយើងដុលទាំងអស់ស្ទើរបាទក្តឹបវគ្គក្រោយបាទក្នុងខែ6បាទឆ្នាំ2025នេះគឺបាទជាងល្មមកាប់ហើយចាប់ពីខែ6ទៅបាទខែ7ខែ8គឺបាទពេញសម្បូរមែនតើចឹងចាប់ពីក្នុងកន្លងខែ2ខែ3ខែ4មកខែ5នេះគឺអស់ដូងលក់ហើយបាទមានក្តឹបបាទសាក្រោយចឹងសម្រាប់ម៉ួយដែលគាត់បាទអាសាទេមកសួរថាមានដូងអត់បាទដូងមានមិនខ្វះទេប៉ុន្តែអត់មានផ្លែត្រូវកាប់មានតែផ្លែខ្ចីបាទប៉ុន្តែនេះកាប់អត់កើតទេខ្ទង់មួយខែទៀតខ្ទង់ខែ5កាប់បានខ្លះតិចតួចតែចូលពីខែ6ទៅកាប់បានច្រើនបាទអញ្ចឹងក៏សូមបាទជាស្រ័យពីមួយគាត់បាទសាទេមកសួរបាទធ្វើម៉េចទេខែប្រាំងនេះគឺអត់មានដូងកាប់ទេបាទគឺមានតែក្តឹបវគ្គក្រោយច្រើនមែនតើ
ចឹងខ្ញុំសង្ឃឹមថាក្នុងឆ្នាំ2025នេះនឹងទទួលបានទិន្នផលខ្ពស់ជាងបាទឆ្នាំទៅព្រោះអីដោយសារអាកាសធាតុបាទឆ្នាំ2025នេះគឺមានភ្លៀងធ្លាក់កក់ខែច្រើនហើយអាកាសធាតុបាទឆ្នាំនេះគឺត្រជាក់បាទអត់សូវក្តៅទេអញ្ចឹងមកជាអំណោយផលដល់សម្រាប់ដំណាំដូងបាទធ្វើឲ្យដំណាំដូងមកមិនសូវហួតហែងបាទមិនសូវបាត់បង់សំណើមអញ្ចឹងទៅពេលយើងធ្វើការស្រោចទឹកទៅបាទមានភាពជោគជាំបានយូរអញ្ចឹងធ្វើឲ្យដំណាំដូងបាទវាសូវហួតហើយវាមានសំណើមវាកាន់ផ្លែបានច្រើនអញ្ចឹងកត្តាបាទទឹកគឺសំខាន់សម្រាប់ខែប្រាំងបាទទឹកជីត្រូវសើមជាប់ជាប្រចាំទៅបាទក្តឹបពីការបានល្អបើសិនមិនមានទឹកនៅរដូវប្រាំងនេះទេបាទក្តឹបដូងអត់កាន់ទេបងប្អូនបាទរយខ្ទេចអស់ហើយអញ្ចឹងសម្រាប់ខែវស្សាយើងមានដូងលក់ទេអញ្ចឹងមកទឹកឲ្យស្របបាទនៅរដូវប្រាំងនេះគឺសំខាន់មែនតើហើយសម្រាប់បងប្អូនដែលគាត់ខមមិនសួរថាខ្ញុំស្រោចទឹកដែរបាទមិនក៏ដូងបាទអត់កាន់ផ្លែមានមូលហេតុច្រើនបងប្អូនជាការមកពីកត្តាពូជជាការបងប្អូនស្រោចទឹកមកអត់ដាក់ជីក៏វាអត់ផ្លែដែរជួបគ្នាបាទខែ6បាទឆ្នាំ2025បាទដោយរដូវដែលត្រូវបាទប្រមូលផលបាទចាប់ពីខែ6ទៅបាទ